ស្វាគមន៍មកកាន់ប្រធានបទថ្មីរបស់ខ្ញុំមួយទៀតនៅក្នុងប្រធានបទមួយនេះខ្ញុំនឹងលម្អិតក៏ដូចជាជជែកប្រព័ន្ធជាមួយនឹងរបស់យើងត្រូវចំណាយចាំបាច់ជាមួយនឹងភាពមិនចាំបាច់យើងត្រូវចំណាយហើយបញ្ជាក់ដែរប្រធានបទមួយនេះគឺជាពិសេសសម្រាប់អ្នកសិស្សដែលគាត់មិនសូវជាមានសេដ្ឋកិច្ចគ្រួសារធូរធារប៉ុន្មានគាត់មានការខ្វះខាតអញ្ចឹងខ្ញុំចង់ក្រើនរំលឹកទៅគាត់ឲ្យគាត់មានការសន្សំសំចៃហើយគាត់មានការប្រុងប្រយ័ត្នទៅលើការចាយវាយតែបើសិនជាចំពោះអ្នកផ្សេងដែលគាត់មិនមានបញ្ហារឿងហ្នឹងទេគាត់អាចអូខេទៅតាមអ្វីដែលគាត់ចង់បាននេះអញ្ចឹងវីដេអូមួយនេះគឺសង្ឃឹមថាអ្នកនរគ្នាអាចគិតពិចារណាតាមការគូបានអញ្ចឹងចំពោះយើងមិនសូវមានជីវភាពធូរធារចំពោះការចាយវាយជាប្រចាំគឺយើងត្រូវគិតឲ្យបានល្អឲ្យបានល្អខ្លាំងបំផុតរាល់ការចំណាយត្រូវមានការគិតគូរហើយនឹងសន្សំសំចៃបានល្អមិនមែនហាមឃាត់មិនឲ្យចាយសោះនោះទេប៉ុន្តែយើងត្រូវចំណាយឲ្យវាសមស្របទៅនឹងលទ្ធភាពដែលយើងមានកុំឲ្យវាលើសពីអ្វីដែលយើងមានយើងត្រូវបែងចែកដាច់រវាងចំណងរបស់យើងចង់បានហើយជាមួយនឹងការចំណាយទៅលើភាពចាំបាច់យើងត្រូវចំណាយសួរថាតើអាពីរហ្នឹងវាយ៉ាងម៉េចចំពោះចំណងដែលយើងចង់បានឧទាហរណ៍ថាយើងឃើញគេប្រើរបស់ល្អទូរស័ព្ទថ្លៃចូលហាងទំនើបទិញសម្លៀកបំពាក់នៅហាងល្បីៗអញ្ចឹងយើងចង់ទៅទិញដូចគេដែរចង់បានរបស់ថ្លៃដែលគេប្រើណាចង់បានដូចគេដែរតែសួរថាតើវាចាំបាច់យើងត្រូវតែមានដូចគេទេវាអត់ចាំបាច់ទេពេលខ្លះវាអត់ចាំបាច់ទេអញ្ចឹងឧបមាថាទូរស័ព្ទយើងមានតម្លៃសមរម្យមួយនឹងដៃប្រើនឹងបានប្រើនឹងសិនទៅសម្លៀកបំពាក់យើងអាចទិញនៅតាមផ្សារតម្លៃសមរម្យអាចស្លៀកពាក់បានអញ្ចឹងយើងអត់ចាំបាច់ទៅឲ្យវាលូចឆាយដូចគេទេមួយទៀតគឺវាព័ន្ធជាមួយនឹងរបស់ទៅត្រូវចាំបាច់ត្រូវចំណាយអញ្ចឹងភាពចាំបាច់យើងត្រូវចំណាយហ្នឹងគឺមានថាអត់បាននេះគឺដែលខាតត្រូវចំណាយដូចជាការបងថ្លៃបន្ទប់ជួលជាប្រចាំខែអាហ្នឹងគឺតែខាតត្រូវតែបងឲ្យគេពីមួយខែទៅមួយខែចំណាយថ្លៃទឹកថ្លៃភ្លើងអាហារហូបចុកជាប្រចាំថ្ងៃអាហ្នឹងគឺសិតតែចាំបាច់ត្រូវចំណាយទៅព័ន្ធជាមួយនឹងការធ្វើដំណើរសាំងម៉ូតូឬក៏ថ្លៃ pass app អីជាដើមអញ្ចឹងទៅអញ្ចឹងគឺសិតត្រូវចំណាយយើងចាំបាច់ត្រូវចំណាយរឿងហ្នឹងទៅព័ន្ធជាមួយនឹងសម្ភារៈសិក្សាប៊ិចសភៅជាដើមអញ្ចឹងអានេះវាគឺជាភាពចាំបាច់គឺជារបស់ដែលចាំបាច់យើងត្រូវចំណាយហើយអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវគិតពិចារណាកុំឲ្យយើងចំណាយទៅលើភាពមិនចាំបាច់ណាហ្នឹងហើយប៉ុន្តែមិនមែនហាមឃាត់សោះទេយូរម្ដងឬក៏យើងអាចថាសំលុយបានរបស់ខ្លួនឯងស្រឡាញ់អូខេចំណាយទៅលើវាម្ដងអញ្ចឹងទៅតែកុំញឹកញាប់ពេកហ្នឹងហើយក៏ខ្ញុំបញ្ជាក់តែចំពោះវីដេអូនេះគឺជាពិសេសសម្រាប់សិស្សដែលគាត់មិនសូវជាធូរធារមានសេដ្ឋកិច្ចគ្រួសារគាត់មិនធូរធារប្រហែលអញ្ចឹងគាត់ការចាយវាយគឺត្រូវគិតទៅលើការសំចៃហ្នឹងហើយតែបើចំពោះនិស្សិតដែលគាត់មានសេដ្ឋកិច្ចគ្រួសារល្អប្រសើរនឹងអូខេខ្ញុំអត់ថៃទេហើយគាត់អាចទៅតាមអ្វីដែលគាត់ចង់បានអញ្ចឹងជាសរុបមកវិញសម្រាប់ការចំណាយយើងត្រូវបែងចែកដាច់រវាងរបស់ដែលមិនចាំបាច់របស់ដែលជាចំណងយើងចង់បានហើយឃើញអាចថាឃើញគេលុយចង់លុយដូចគេដែរហើយនឹងរបស់មួយទៀតគឺជាភាពចាំបាច់យើងត្រូវចំណាយពីនឹងមួយណាវាចំណាយឲ្យត្រូវជាងអញ្ចឹងចំណុចហ្នឹងស្គមថាអ្នកនរគ្នាអាចគិតពិចារណាហើយនឹងគិតគូរឲ្យបានល្អិតល្អន់ហើយចំពោះការចាយវាយយើងធ្វើត្បៀតដើម្បីទុកលុយរៀនអូខេជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើន